យូរលង់ណាស់មកហើយមានក្តាមមួយទើបនឹងរើខ្លួនទៅនៅក្នុងបឹងមួយពេលទៅដល់បឹងនោះក្តាមសប្បាយចិត្តខ្លាំងណាស់ពេលឃើញទឹកបឹងថ្លាឆ្វេងហើយមានធម្មជាតិស្អាតស្អាតទៀតផងក្តាមបានចុះទៅហើរលេងទឹកបឹងយ៉ាងសប្បាយតែម្នាក់ឯងហើរទៅហើរមកមិនបានឃើញសត្វអ្វីនៅក្នុងនោះក្តាមក៏គិតក្នុងចិត្តថាចាប់ពីថ្ងៃនេះទៅយើងនឹងមករស់នៅក្នុងបឹងនេះជារបស់យើងរំពេចនោះស្រាប់តែមានខ្យងកញ្ចាស់មួយវាកើមសំដៅមកបឹងនោះដែរក្តាមឃើញដូច្នោះហើយក៏បាននិយាយគំរាមទៅខ្យងនោះថាខ្យងបងឯងជាអ្នកណាបានជាវាសំដៅមករកបឹងរបស់ខ្ញុំដូច្នេះបងប្អូនរឿងនេះសូមស្រេះត្រឹមនេះសិនបងប្អូនបើមានការខុសឆ្គងសូមអភ័យទោសអរគុណជម្រាបលាបងប្អូន